chưa bỏ đặt vật tích ấy đấy thì tiết xóa mày cũng phẳng từ sau đó đây đây hello សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះផងដែរគឺមកជួបជាមួយនឹងខ្ញុំផងដែរគឹមជីស៊ូតាតូចមួយរយៈនេះផងដែរគឺយើងមិនសូវជាមានពេលធ្វើវីដេអូឲ្យបងប្អូនយើងមើលទេហ្នឹងហើយថ្ងៃនេះផងដែរគឺយើងមានពេលតនេក្រៅពីការចាក់ស្អាយភ្ញៀវអញ្ចឹងទៅក៏យើងឆ្លៀតធ្វើវីដេអូហ្នឹងហើយចែកជូនបងប្អូនយើងទស្សនាទាំងអស់គ្នាណាថ្ងៃនេះផងដែរគឺយើងមកធ្វើការសាក់យ័ន្តហ្នឹងហើយយ័ន្តគ្រុឌនៅលើដើមទ្រូងបងប្រុសហ្នឹងហើយនេះផងដែរការយើងបិទរូបហើយបងប្អូនគឺយើងមុននឹងសាក់យើងត្រូវបិទរូបយើងមើលធ្វើម៉េចឲ្យវាស្មើស្អាតហើយចាំយើងសាក់អញ្ចឹងណាបងប្អូនទឹកថ្នាំផងដែរគឺខ្ញុំប្រើតែ2គម្របទេបងប្អូនហ្នឹងហើយគឺខ្ញុំអត់ប្រើលីគេច្រើនគម្របទេសម្រាប់ការសាក់យ័ន្តគឺយើងប្រើតែ2គម្របទេសម្រាប់ទឹកខ្មៅដិតហ្នឹង1គម្របហើយនឹងទឹកស្មើហ្នឹងតាម1គម្របទេបងប្អូនសម្រាប់ពេលដែលយើងផាត់គ្រុឌបងប្អូនសម្រាប់បញ្ចូលផងដែរគឺខ្ញុំប្រើលេខ9បងប្អូន chưa bỏ đặt vật tích ấy đấy thì tiết xóa mày cũng phẳng từ sau đó đây đây ហ្នឹងហើយបងប្អូននេះឃើញចាក់ស្ដែងអញ្ចឹងបងប្រុសគាត់ដាក់បញ្ចូលទៅប៉ះសាច់បាច់គឺគាត់សុំដាក់ក្នុងស្ពឹកតែម្ដងបងប្អូនតែយើងបញ្ជាក់ប្រាប់គាត់បងប្អូនហ្នឹងហើយឈឺតែដបងទេសម្រាប់ការចាក់សាក់ផងដែរគឺឈឺតែដបងផ្លែតទេដល់ពេលបន្តិចទៀតទៅវាស៊ាំបងប្អូនហ្នឹងហើយដោយសារយើងគាត់អត់ដែរសាក់ផងបងប្អូនដល់ពេលយើងអត់ដែរសាក់អញ្ចឹងគាត់ប៉ះបញ្ចូលបាច់គឺយើងមានអារម្មណ៍ថាវាច្រឡោតអញ្ចឹងណាបងប្អូនពេលដែលយើងសាក់មួយផ្លែតទៅគឺយើងលេងអីវិញហើយយើងស៊ាំនឹងបញ្ចូលអញ្ចឹងណាបងប្អូនបើសិនជាយើងចង់ដាក់ថ្នាំស្ពឹកលុះត្រាតែយើងដាក់មុនសាក់បងប្អូនយើងដាក់ថ្នាំស្ពឹកហើយបានយើងបិទរូបសាក់ពេលដែលយើងបិទរូបហើយគឺយើងអាចដាក់ថ្នាំស្ពឹកបានទៀតទេអញ្ចឹងណាសូមបញ្ចូលត្រង់ហ្នឹងផងហ្នឹងហើយគ្រូបងប្អូនថាគាត់អត់សូវដឹងអញ្ចឹងទៅគាត់គិតថាសាក់បដាដាក់ថ្នាំស្ពឹកបដាឬក៏ពេលខ្ញុំឈឺខ្ញុំដាក់ថ្នាំស្ពឹកអត់ទេបងប្អូនហ្នឹងលុះត្រាតែការងារផាត់បើការងារដើរធ្នេឬការងារសាក់យ័ន្តបែបនេះគឺយើងបិទរូបហើយគឺយើងត្រូវសាក់ហើយបើយើងចង់ដាក់ថ្នាំស្ពឹកអាហ្នឹងចាំមានគិតតាមក្រោយទៀតបងប្អូនវីដេអូនេះផងដែរគឺវារឿងវែងណាស់បងប្អូនចង់ទៅខ្ញុំកាត់ខ្លីៗទេសម្រាប់ឲ្យបងប្អូនស្រួលមើលទាំងអស់គ្នាដោយសារតែយើងសាក់យ័ន្តទ្រុងនេះផងដែរគឺយើងចំណាយពេលខ្ទង់ប្រហែលជា3ម៉ោងកន្លះដល់វីដេអូ3ម៉ោងកន្លះគឺយើងកាត់មកសល់ត្រឹមតែ5នាទីទេបងប្អូន5នាទីជាង6នាទីសម្រាប់ឲ្យបងប្អូនយើងទស្សនាទៅស្រួលនៅក្នុងការទស្សនាកុំឲ្យពិបាកខាត់ចំណាយពេលវេលាបងប្អូនហ្នឹងហើយខ្ញុំកាត់ខ្លីៗសម្រាប់បងប្អូនស្រួលមើលទៅហ្នឹងហើយសម្រាប់ការអូសធ្នេយ័ន្តផងដែរគឺយើងមិនត្រូវអូស2ដងទេបងប្អូនបើយើងចង់ឲ្យធ្នេយ័ន្តស្អាតគឺយើងអូសតែម្ដងបានហើយយើងហើយសម្រាប់ការផាត់នេះផងដែរគឺយើងប្រើបញ្ចូលលេខ13ចូលនៅក្នុងការផាត់វាសារ detail យ័ន្តនេះផងដែរគឺវាមិនសូវជាធំប្រហែលទេប្រឡោះរៀងតូចៗដែរអញ្ចឹងទៅខ្ញុំប្រើបញ្ចូលផាត់លេខ13បងប្អូនហ្នឹងហើយពីចិនជីទូទៅបញ្ចូលផាត់ហ្នឹងគឺខ្ញុំប្រើក្បាលលេខ12បងប្អូន12 13អញ្ចឹងទៅហ្នឹងហើយអ្នកខ្លះទៅគាត់ប្រើ10 + 13អញ្ចឹងណាតែខ្ញុំប្រើ12ជាទូទៅអាហ្នឹង style រៀងៗខ្លួនហ្នឹងបងប្អូនសម្រាប់ការផាត់នេះផងដែរគឺយើងធ្វើការថាបងប្អូនហ្នឹងហើយផាត់វាថាទៅហ្នឹងហើយផាត់វាឆ្កឹះថាហ្នឹងសម្រាប់ការសាក់យ័ន្តវាមិនដូចសាក់ជប៉ុនអីត្រូវការផាត់លុញឲ្យណែនអីអត់ទេបងប្អូនយើងផាត់យកសម្រាប់ឲ្យមើលទៅចេញរៀងទៅអូខេបាត់ហើយបងប្អូនហ្នឹងហើយកន្លែងខ្ញុំសាក់នេះផងដែរគឺភ្ញៀវរៀងច្រើនទេបងប្អូនហ្នឹងហើយចឹងទៅក៏ស្ដាប់វ៉ាច់បដាទៅក៏ស្ដាប់ភ្ញៀវគាត់ចែកគ្នាលេងបដាអញ្ចឹងណាបងប្អូនហ្នឹងហើយអ្នកចាំក៏ចាំអញ្ចឹងទៅណាអ្នកសាក់ក៏សាក់អញ្ចឹងទៅហ្នឹងហើយសិស្សបងប្អូនខ្មែរយើងទាំងអស់គ្នាទេសម្រាប់អ្នកចង់សាក់ហ្នឹងហើយសម្រាប់អ្នកចង់សាក់ផងដែរចង់ភិកច្រើនគឺគាត់សួរថាសាក់ឈឺអត់ឬក៏ឈឺខ្លាំងប៉ុណ្ណាអញ្ចឹងណាតើការដើរធ្នេនិងការផាត់ហ្នឹងតើវាមួយណាឈឺជាងជាទូទៅហ្នឹងគឺការដើរធ្នេឈឺជាងពេលផាត់អញ្ចឹងមិនសូវឈឺទេបងប្អូនពេលផាត់នេះថាទេទៅឈឺខ្លាំងពេកទេដើរធ្នេបានឈឺបងប្អូនតែឈឺយើងអាចទ្រាំបានបងប្អូនមិនមែនឈឺដល់ថ្នាក់យើងទ្រាំបានឈឺដែរតែឈឺបែបឈឺកាហាយឈឺផ្សាបងប្អូនហើយតែដល់ពេលយើងសាក់ហើយដល់កំឡុងពេល40នាទីហ្នឹងបាត់ឈឺបងប្អូនហើយឈឺតែដបងផ្លែតទេតែយើងសាក់ហើយនឹងអង្គុយដល់ផ្លែតទៅវាបាត់ឈឺវិញនៅឡាមតិចចឹងណាឥឡូវនេះចូលមកដល់ការងារយើងវិញបងប្អូនសម្រាប់ការផាត់ស្លាប់ចឹងផងដែរគឺយើងផាត់រុះវាបងប្អូនរុះ1 2 3 1 2 3ចឹងទៅយើងអូស1 2 3 1 2 3ចឹងអូសចូលក្នុងមួយបងប្អូនយើងធ្វើបែបនេះផងដែរយើងធ្វើបដិញពីខ
ខ្មៅមកស្មើបងប្អូនហ្នឹងហើយយើងធ្វើឲ្យចង់ឡាបហ្នឹងរៀងខ្មៅរៀងដិតតិចទៅហើយដេញចូលក្នុងឲ្យវាស្រាលស្រាលមកបងប្អូនហ្នឹងហើយយ៉ាងងារនេះផងដែរគឺខ្ញុំប្រើប្រភេទកៅអៅគ្រុឌហើយនឹងខ្លួនគ្រុឌហ្នឹងគឺខ្ញុំប្រើទឹកថ្នាំសខ្មៅធម្មតាតែសម្រាប់ស្លាបគ្រុឌនេះផងដែរគឺខ្ញុំប្រើបែបហៅថាពណ៌រៀងឈឹងៗក្រហមលាយខ្មៅស្លាបគ្រុឌនេះផងដែរខ្ញុំប្រើក្រហមលាយខ្មៅ cáiឆ្នាំងបាយគាត់អត់មកទីតែឆ្នាំងបាយបើនេះអត់មកលុយឆ្នាំងបាយយោគេតែឆ្នាំងបាយវែងហែគិតជ័យអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូនេះពីដើមដល់ចប់បងប្អូនជួយ Subscribe ម្នាក់មួយផងបងប្អូនអរគុណច្រើនបាយបាយ